ទៅដើរលេងមុនចូលឆ្នាំបងប្អូនណាគឺមុនចូលឆ្នាំគឺថ្ងៃដែលខ្ញុំទៅដំបងគឺអត់ទាន់ចប់ទេឥឡូវបន្តមកកន្លែងដូចថាបង្គន់បើអញ្ចឹងគឺដល់កន្លែងពូអ៊ំបង្គន់ណាបងប្អូនគឺអត់សូវស្បោស្ទាវទេស្ទាវគាត់ទៅលាក់ខ្សែងទាញស្លឹកឈើអីអញ្ចឹងណាហើយនេះឥឡូវគេដាក់អង្គុញហ្នឹងគឺសម័យឃើញខ្ញុំនៅលេងអង្គុញដែរបងប្អូនណាហើយលេងមិនដែរឈ្នះគេទេគេជួលឡើងប៉ោងបាជង្គង់អស់ហើយបងប្អូនមើលណាមនុស្សច្រើនមែនតើហ្មងណាអីមុនចូលឆ្នាំសោះហ្នឹងមិនតាន់ដល់ថ្ងៃចូលឆ្នាំទេមនុស្សច្រើនយ៉ាងណាចុះតម្រាំទៅចូលឆ្នាំទៀតបងប្អូនគិតមើលប្រកាសជារោផ្លូវចូលវត្តអត់ឃើញទេហើយវត្តហ្នឹងគឺវត្តកពុតពលបងប្អូននៅស្រុកស្អាងខេត្តកណ្ដាលហ្នឹងហើយពូនេះគាត់ចាប់ផ្ដើមធ្វើទាំងយប់តែម្ដងបងប្អូនណាគឺយកកន្លែងឲ្យបងប្អូនលេងចូលឆ្នាំអញ្ចឹងគាត់ចាប់ផ្ដើមខាត់ទាំងយប់ហ្នឹងតែម្ដងខាត់ស៊ីម៉ង់ហ្នឹងណាហើយខ្ញុំក៏ដើរទៅហៅពេកជាមួយក្មួយថាហៅអត់ទាន់ញ៉ាំបាយដល់ពេលអញ្ចឹងទៅក៏ខ្ញុំហូបបាយហើយតែក្មួយក៏អត់ទាន់ហូបទេដល់ពេលអញ្ចឹងទៅនៅហូបកំដរគាត់ទៅលើដាក់ស៊ុបមីឲ្យគាត់ទៅហើយខ្ញុំនេះបបរលោតតែគ្រាន់ហូបរបស់គាត់ដែរបងប្អូនមួយចាន5000គឺគ្រាន់ហូបរបស់គាត់ដែរអ្នកមើលគេហៅគេនៅចាំហ៎ហើយខ្ញុំនេះឃើញកពូលវត្តស្អាតពេកបងប្អូនណាហើយស្អាតមែនឃើញដាក់ភ្លើងអញ្ចឹងឡើងស្អាតដូចមិនកុដអញ្ចឹងហើយរួចហើយក៏មកចាប់ផ្ដើមទិញទឹកក្លុកគេថាចង់ហូបទឹកក្លុកដល់ពេលអញ្ចឹងខ្ញុំមកកំងទឹកក្លុកហើយនឹងបើក្លុកម្នាក់មួយកែវទៀតទៅរួចហើយក៏ឃើញមនុស្សនឹងវាច្រើនពេកបងប្អូនហើយមនុស្សមានចេញមានចូលអញ្ចឹងហើយឥឡូវដាក់មកក្តៅហើយគឺហត់ក្តៅគឺឆ្ងាញ់មកគាត់គួរសមដាក់គ្រឿងល្អីចូលមកគឺដាក់ទឹកទេសដាក់អីចូលមកទៅគឺរឹតតែបង្កើនរសជាតិទៀតហ្មងអញ្ចឹងណាបងប្អូនហើយឡើងមកដល់កន្លែងនេះយុវជនយុវតីយើងនេះគឺគាត់លេងឆក់ស្លឹកឈើបងប្អូនដល់ពេលអញ្ចឹងទៅចាញ់គេឲ្យរំទៅយកស្លឹកឈើឲ្យគេអញ្ចឹងណាហើយមានចងក្បិនចងអីស្អាតបងប្អូនណានៅមើលឃើញទេមានចងក្បិនចងអីរបស់គាត់ឡើងស្អាតហ្មងណាគឺឆ្នាំហ្នឹងគាត់មើលរៀបចំបានស្អាតទំនងមែនតែនហ្មងគឺថាមួយឆ្នាំទៅយើងកាន់តែអភិវឌ្ឍតិចម្ដងអញ្ចឹងណាប៉ុន្តែអភិវឌ្ឍក្នុងការអប់រំបងប្អូនគឺស្លៀកពាក់នៅក្នុងតាមលក្ខណៈថាប្រពៃណីទេគឺក្បិនរបស់យើងហ្នឹងបងប្អូនណាគឺលក្ខណៈថាប្រពៃណីខ្មែរយើងដដែលទេណាឥឡូវគេឆក់ស្លឹកឈើហើយខ្ញុំឃើញគាត់តែខ្ញុំខ្លាចតែគាត់ជន់ជាយកសែងគាត់ធ្លាក់មកហ្នឹងខ្ញុំខ្លាចតែជន់អាហ្នឹងអាបូតអាកសៃហ្នឹងទៀតហ្នឹងមើលបងប្អូនមើលតែពេញវាវែងពេកទេបងប្អូនឥឡូវចាំមើលអូឆក់បានលឿនទៀតអូបកែមែននោះមើលតែបងប្អូនខ្ញុំខ្លាចតែគាត់ជន់ហ្នឹងឥឡូវចូលមកគូទៀតហើយមកគូនេះខ្ញុំសោយអើយសោយអ្នកនៅជុំវិញហ្នឹងសោយគ្រប់គ្នាទាំងអស់ហើយមានតែមានតែលបែងមានតែប៉ុណ្្នឹងទេបងប្អូនគឺលបែងជាប្រៃមានច្រើនទៀតតេងព្រាត់លាក់ខ្សែងអីមួយកណោទៀតតែខ្ញុំថតអត់បានអស់ទេគឺខ្ញុំទៅផ្ទះវិញដល់ពេលអញ្ចឹងយប់ស្អែកទៀតខ្ញុំមកបន្តទៀតអីឥឡូវឃើញណាឥឡូវគាត់ចាប់បានហើយឥឡូវមកដល់កន្លែងបង្គន់ម្ដងបង្គន់នេះនិយាយពីមើលដល់ម្នាក់បោះឲ្យសតតែអ៊ំមើលគាត់សុបាយគាត់ហើយបងប្អូនហើយខ្ញុំឃើញគាត់អញ្ចឹងខ្ញុំសោយសុបាយមួយគាត់ហ្នឹងគាត់គឺដូចថាត្រេកអរសុបាយនឹងកម្មវិធីហ្នឹងតែម្ដងនិយាយចំទៅថាគឺថាចូលឆ្នាំខ្មែរគឺសុបាយអញ្ចឹងហ្មងបងប្អូនណាមើលគាត់សុបាយគាត់អូយខ្ញុំនេះក៏រំភើបដែរបងប្អូនណាគាត់សុបាយអញ្ចឹងគឺថាជួយដូចថាកាត់ stress កាត់អីគាត់អញ្ចឹងណាបងប្អូនណាកុំនិយាយបើថាយើងសុបាយចិត្តអញ្ចឹងគឺអា stress ហ្នឹងក៏វាលែងសូវ stress ដែរដល់ពេលឈប់សុបាយយើង stress តទៀតឥឡូវបោះចាញ់គេហើយឥឡូវយើងពួកគាត់ចាប់ផ្ដើមទៅជួសហើយឥឡូវខ្ញុំមកទិញចង្រិតយកទៅផ្ញើអ្នកផ្ទះតែអ្នកអត់មានចង្រិតលក់អស់លីងដល់ពេលអញ្ចឹងក៏ទិញកពឹសលីងផ្ញើវិញទៅតែរសជាតិឆ្ងាញ់របស់គាត់ក៏អត់បានដែរឥឡូវអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូខ្ញុំរហូតមកជួយ like ជួយ share អញ្ចឹងបងប្អូនណាហើយជួយ subscribe YouTube channel YouTube ខ្ញុំម្នាក់មួយផងបងប្អូនជម្រាបលា